សួស្តីបាទខ្ញុំបាទលីដាហើយឥឡូវនេះខ្ញុំនៅក្នុង Toyota Fortuner ស្រីឆ្នាំ2025ហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់ Bluetooth សម្រាប់ឆ្នាំ2024និងឆ្នាំ2025ភ្ជាប់ Bluetooth ហើយក៏យើងមាន CarPlay ដែរគឺយើងមាន Apple CarPlay និង Android Auto អូខេឥឡូវយើងចាប់ផ្ដើមបញ្ឆេះឡានបន្តមកទៀតនៅក្នុង screen របស់ Toyota Fortuner ស្រី24និង25ហ្នឹងគឺដូចគ្នានេះអូខេឥឡូវយើងទុកឲ្យដើរបន្តិចសិនអូខេបន្តមកទៀតយើងចូលទៅក្នុង menu ហើយរកពាក្យថា setting បន្តមកទៀតយើងឃើញពាក្យថា Bluetooth ចុចយកពាក្យ Bluetooth បន្តមកទៀតគេមានកន្លែងបិទបើក Bluetooth នៅខាងនេះនេះបិទនេះបើកអញ្ចឹងនៅពេលដែលយើងចុចបើកអញ្ចឹងហើយគឺមានពាក្យ add device ចុចពាក្យ add device ហើយឈ្មោះរបស់ឡានហ្នឹងគឺ Car Multimedia ប៉ុន្តែសម្រាប់ឈ្មោះក៏យើងអាចបដូរបានដែរហើយបន្តមកទៀតយើងចុចពាក្យថា search device ចុច search device មកអញ្ចឹងក្នុងនេះឡានកំពុងតែរកឈ្មោះរបស់ទូរស័ព្ទអញ្ចឹងយើងចូលទៅក្នុងទូរស័ព្ទរបស់យើងមកហើយអញ្ចឹងនៅក្នុងទូរស័ព្ទយើងចូលទៅកាន់ Bluetooth ចុចឲ្យជាប់ចុចបើក Bluetooth ដើម្បីបង្ហាញឈ្មោះទូរស័ព្ទអញ្ចឹងនៅពេលដែលយើងបើកអញ្ចឹងហើយទូរស័ព្ទនេះក៏រកឃើញឈ្មោះឡានហើយឡាននេះក៏រកឃើញឈ្មោះទូរស័ព្ទដែរអញ្ចឹងយើងចុច connect ហើយយើង connect ពីឡានមក connect ទៅលើទូរស័ព្ទហ្នឹងហើយវាសួរយើងចង់ pair អត់មានលេខកូដទៀតអញ្ចឹងចុច OK មកហើយនៅក្នុងទូរស័ព្ទនេះក៏យើងចុចពាក្យថា pair ដូចគ្នាបើយើងអត់ pair ទេវាអត់ជាប់ទេបើថាមួយចង់ភ្ជាប់មួយទៀតមិនចង់ភ្ជាប់ហើយវានឹង load ពាក្យថានេះGalaxy A32 work with Android Auto would you like to enable Android Auto អញ្ចឹងនៅពេលដែលទូរស័ព្ទយើងមាន Android Auto គឺវានឹងស៊ូមកអញ្ចឹងយើងបើក Android Auto គឺយើងចុច start មកវាចាប់ផ្ដើមហើយនៅលើទូរស័ព្ទក៏យើងចុចពាក្យថានេះវា load allow contact បានន័យថាវានឹង sync contact ចូលទៅក្នុងtouch screen ហ្នឹងដែរ sync contact បានន័យថាវា import contact របស់យើងបានថាលេខទំនាក់ទំនងដែលយើងបាន save ហ្នឹងគឺវាភ្ជាប់ទៅនឹងអញ្ចឹងយើងចុចនៅលើទូរស័ព្ទ when save check phone and start Android Auto អញ្ចឹងនៅក្នុងទូរស័ព្ទនេះយើងចុចពាក្យថា continue ដើម្បីចាប់ផ្ដើម Android Auto អូខេអញ្ចឹងនេះជារបៀបភ្ជាប់ Bluetooth ជាមួយនឹង Android Auto អញ្ចឹងសម្រាប់024 Fortuner គឺគេប្រើ wireless Android Auto ហើយបើសិនជាបងប្អូនមានវិធីកាត់ចង់កាត់ក៏បានដែរខ្ញុំធ្វើមួយសម្រាប់បងប្អូនដែលអត់ធ្លាប់ភ្ជាប់មកពីមុនមកដល់វិធីកាត់គេមានវិធីផ្សេងមួយទៀតអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់តើតើនឹងការប្រើប្រាស់ផ្សេងអាចតម្លាក់នៅក្នុង comment បានហើយបើសិនជាបងប្អូនត្រូវការឡានមកទឹកដែលមានការធានាក៏អាចជាមកផ្ទាល់បានទីតាំងនៅ Toyota សាខាមានជ័យនៅផ្លូវ60 ម៉ែត្រសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ